កំចាត់ការភ័យខ្លាចសាងជំនឿចិត្តកុំភ័យខ្លាចនឹងបោះជំហានទៅមុខអ្វីដែលត្រូវខ្លាចតែម្យ៉ាងគត់គឺការឈប់ស្ងៀមនេះឯងមិត្តដែលមានបំណងល្អពិតប្រាកដគេនឹងនិយាយថាកុំបារម្ភធ្វើអ្វីឯងគិតស្មានតែខ្លួនឯងប៉ុណ្ណោះតាមពិតគ្មានអ្វីត្រូវខ្លាចទេតែមិនថារូបអ្នកឬរូបខ្ញុំសុទ្ធតែដឹងច្បាស់ថាការលួងលោមបែបនេះពិតជាមិនអាចជួយអ្វីបានទេគឺគ្រាន់តែជួយឲ្យយើងបានធូរចិត្តរួចផុតពីក្តីរន្ធត់ញាប់ញ័រក្នុងរយៈពេលប៉ុន្មាននាទីឬប៉ុន្មានម៉ោងប៉ុណ្ណោះប៉ុន្តែมันអាចលុបបំបាត់ការភ័យខ្លាចជារៀងរហូតឬក៏មិនបានជួយបណ្ដុះឲ្យកើតកម្លាំងចិត្តបន្តិចណាទេអ្នកត្រូវតែប្រឈមមុខនឹងការភ័យខ្លាចដោយខ្លួនឯងបើមិនដូច្នោះទេអ្នកមុខជានឹងព្រមទទួលស្គាល់ថាពិតជាមានអ្វីគួរឲ្យភ័យខ្លាចដូច្នោះមែនមុននឹងអ្នកអាចយកឈ្នះទៅលើវាការភ័យខ្លាចភាគច្រើននាបច្ចុប្បន្ននេះគឺជាសភាវៈផ្លូវចិត្តការព្រួយបារម្ភភាពតានតឹងការខ្លាចញញើតនិងការភ័យរន្ធត់ដែលអ្វីទាំងនេះកើតឡើងដោយកំហុសឆ្គងក្នុងការបញ្ចូលគំនិតមិនល្អមកក្នុងខួរក្បាលប៉ុន្តែការដែលដឹងត្រឹមតែមូលហេតុมันអាចជួយឲ្យអ្នកព្យាបាលជំងឺភ័យខ្លាចនេះបានទេប្រៀបដូចជាគ្រូពេទ្យពិនិត្យឃើញថាសរីរាង្គផ្នែកខ្លះរបស់អ្នកមានឆ្លងមេរោគគ្រូពេទ្យមិនអាចឈប់ត្រឹមនឹងបានទេគាត់ត្រូវតែព្យាបាលការព្យាបាលពីមុនតាមបែបអ្នកគិតខ្លួនឯងត្រូវឈរលើការសន្មតថាការភ័យខ្លាចពុំមានរូបរាងអ្វីទេប៉ុន្តែតាមពិតទៅការភ័យខ្លាចមួយចំនួនវាមានរូបរាងរបស់វាការភ័យខ្លាចជាសត្រូវដ៏កំណាចរបស់ជោគជ័យការភ័យខ្លាចគឺជារនាំងខាំងមនុស្សទាំងឡាយមិនឲ្យគេស្រវាចាប់យកឱកាសឲ្យបានពេញលេញការភ័យខ្លាចកាត់បន្ថយភាពរឹងពឹងរបស់សារពាង្គកាយការភ័យខ្លាចនាំឲ្យមានជំងឺនាំឲ្យចិត្តទន់ជ្រាយនាំឲ្យអាយុខ្លីការភ័យខ្លាចបំបិទមាត់អ្នកនៅពេលណាដែលអ្នកចង់និយាយអ្វី